ព្រះគម្ពីរប្រចាំថ្ងៃសាស្តាជំពូក10ខ1ដល់ខ20ខ1រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេងទៅជាមានក្លិនស្អុយហើយសេចក្តីចំគួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញានិងកិត្តិយសដូច្នោះដែរខ2ចិត្តរបស់មនុស្សមានប្រាជ្ញារមែងនៅខាងដៃស្ដាំតែចិត្តរបស់មនុស្សល្ងីល្ងើនៅខាងដៃឆ្វេងវិញខ3នេះមួយទៀតកាលណាមនុស្សងាយងើដើរតាមផ្លូវនោះប្រាជ្ញាលះបង់ចោលវាបាត់ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សងាយងើទេខ4បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯងនោះកុំឲ្យថយចេញពីទីរបស់ឯងឡើយពីព្រោះសេចក្តីសម្លូតរមែងរងាប់ទោសយ៉ាងធំខ5មានការអាក្រក់មួយដែលយើងបានឃើញនៅក្រោមថ្ងៃមើលទៅដូចជាការកំហុសដែលកើតជីវិតពីអ្នកគ្រប់គ្រងដែរខ6គឺថាពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់តែពួកដែលមានត្រកូលខ្ពស់គេអង្គុយនៅកន្លែងទាបថោកវិញខ7យើងបានឃើញបាវបំរើកំពុងតែជិះសេះហើយកូនស្ដេចកំពុងតែដើរនៅដីដូចជាបាវវិញខ8អ្នកណាដែលជីករណ្ដៅនោះនឹងធ្លាក់ចុះក្នុងរណ្ដៅនោះឯងហើយអ្នកណាដែលទម្លុះកំផែងគេនោះសត្វពស់នឹងចឹកខ្លួនខ9អ្នកណាដែលរើថ្មចេញនោះនឹងត្រូវរបួសដោយថ្មនោះហើយអ្នកណាដែលពុះអុសនោះក៏មានអន្តរាយដោយសារការនោះឯងខ10បើដែករើហើយម្ចាស់មិនសំលៀងមុខទេនោះត្រូវតែបញ្ចេញកម្លាំងលើសជាងទៅទៀតឯប្រាជ្ញាមានប្រយោជន៍នឹងតម្រង់ការខ11បើពស់បានចឹកមុនដែលគ្រូអាយលំពាយមកនោះតើមានប្រយោជន៍អ្វីដោយគ្រូអាយលំពាយខ12ឯពាក្យដែលចេញពីមាត់របស់មនុស្សមានប្រាជ្ញានោះសុទ្ធតែប្រកបដោយគុណតែបបោមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញខ13ការចាប់ផ្ដើមបញ្ចេញពាក្យនោះសុទ្ធតែជាពាក្យល្ងីល្ងើតែដល់ចុងបំផុតពាក្យសម្ដីវាជាសេចក្តីចំគួតយ៉ាងសាហាវខ14មនុស្សល្ងីល្ងើក៏ពង្រីកពាក្យពោលជាច្រើនឯមនុស្សលោកគេមិនដឹងជានឹងកើតមានអ្វីទេហើយការអ្វីដែលនឹងកើតមកខាងក្រោយខ្លួននោះតើអ្នកណានឹងថ្លែងប្រាប់បានខ15ការដែលមនុស្សល្ងីល្ងើខំធ្វើនោះធ្វើឲ្យខ្លួននឿយហត់គ្រប់គ្នាពីព្រោះគេមិនដឹងទៅឯទីក្រុងតាមផ្លូវណាទេខ16អោស្រុកអើយវើហើយកាលណាស្ដេចរបស់ឯងជាកូនក្មេងហើយពួកអ្នកដែលជាកំពូលលើឯងគេបរិភោគធំពីព្រលឹមខ
ខ17មានពោហើយអោស្រុកអើយកាលណាស្ដេចឯងជាពូជពងមានត្រកូលខ្ពស់ហើយពួកអ្នកដែលជាកំពូលលើឯងគេបរិភោគតាមត្រូវពេលវិញដើម្បីឲ្យតែបានកម្លាំងមិនមែនឲ្យបានស្រវឹងទេខ18ឯដំបូលផ្ទះរមែងស្រុតធ្លាក់ដោយព្រោះតែសេចក្តីខ្ជិលច្រអូសទេហើយដោយព្រោះនៅដៃទទេបានជាទឹកភ្លៀងលិចចូលក្នុងផ្ទះដែរខ19មនុស្សតែងជប់លៀងដើម្បីឲ្យបានសើចសប្បាយហើយស្រាទំពាំងបាយជូរនាំចិត្តឲ្យរីករាយតែប្រាក់នឹងធ្វើឲ្យសម្រេចទាំងអស់បានខ20កុំឲ្យជេរប្រមាថដល់ស្ដេចឡើយសូម្បីតែនៅក្នុងគំនិតឯងក៏កុំដែរហើយកុំឲ្យជេរប្រមាថដល់ពួកអ្នកមានទោះទាំងនៅក្នុងបន្ទប់ដេករបស់ខ្លួនផងខ្លាចក្រែងសត្វហើរលើអាកាសនាំយកសំឡេងនោះទៅហើយសត្វដែលមានស្លាបវាថ្លែងប្រាប់តាមរឿងនោះ